ล้านខ្មែរឈ្មោះសបិនតម្លៃក្រោម$20,000ឥឡូវនេះកំពុងតែមាននៅក្នុង showroom ស្រាប់បាច់ចាំទេបានឲ្យថាមកទិញគឺមានផ្ទាល់តែម្ដងចង់នឹងថាតើរថយន្តនេះមានអីពិសេសមានអីទៅនៅខ្លះតោះទៅមើលលម្អិតមកខ្ញុំទាំងអស់គ្នានៅខាងឆ្វេងដៃរបស់ខ្ញុំនេះគឺជា GTV សុបិនហើយដូចបងប្អូនបានដឹងអញ្ចឹងពីខាង GTV គាត់គឺជារថយន្តជាតិដំបូងគេនៅក្នុងស្រុកខ្មែររបស់យើងហើយតាំងពីចេញដំបូងមកម្លេះខ្ញុំចាប់អារម្មណ៍ទៅលើរថយន្តសុបិននេះមែនតើមកដល់ពេលឥឡូវខ្ញុំបានមកឃើញមកប៉ះផ្ទាល់ហើយនេះជាវីដេអូចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំទៅលើ GTV សុបិននេះផងដែរអញ្ចឹងខ្ញុំបានបញ្ជាក់មកអញ្ចឹងសម្រាប់ GTV សុបិននេះគឺតម្លៃរបស់វាគឺក្រោម$20,000ជាមួយនឹងរូបរាងគឺតាក់ទាញខ្លាំងមែនតើអញ្ចឹងកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមពីការ design រូបរាងផ្នែកខាងក្រៅមុនដូចបងប្អូនបានឃើញពាក់ព័ន្ធជាមួយនឹងប្រព័ន្ធជាងនេះណាគឺគេ design ស្អាតខ្លាំងមែនតើមាន data កាត់មួយឆ្នូតនៅផ្នែកខាងក្រោយអញ្ចឹងនៅពេលដែលបញ្ឆេះមកកាត់មួយឆ្នូតខាងក្រោមហ្នឹងគឺស្អាតខ្លាំងមែនតើកន្លែងប៉ាណាក៏តំណងដែរគាត់ការ design របស់គាត់មិនមែនគ្រាន់តែប៉ាណាត្រង់ទេប៉ុន្តែគាត់រៀងកាច់កោងទៅកន្លងអញ្ចឹងនៅពេលដែលយើងមកឃើញផ្ទាល់គឺកាន់តែស្អាតហើយពណ៌ដែលខ្ញុំកំពុងតែថតនេះគឺពណ៌ប្រផេះខ្ញុំហ៊ាននិយាយថាបើសិនជាបងប្អូនមកមើលផ្ទាល់បានដឹងថាពណ៌ប្រផេះនេះគឺតាក់ទាញខ្លាំងមែនតើព្រោះមើលទៅវាអត់កម្ៅពេកវាអត់ស្លេកពេកសម្រាប់ខ្ញុំចូលចិត្តមែនតើសម្រាប់ពណ៌ប្រផេះមួយនេះណាហើយក៏មានពណ៌សទៀតដែរដែលគាត់កំពុងតែនៅក្នុងស្តុកពាក់ព័ន្ធជាមួយម៉ាស៊ីនវិញបងប្អូនប្រកាសជាសួរខ្ញុំថាចុះម៉ាស៊ីនបោះឡានមិនដែរអញ្ចឹងរថយន្តនេះប្រើប្រាស់ម៉ាស៊ីន 1.5 លីត្រដែលអាចផ្ដល់កម្លាំងបាន113សេសជាមួយនឹងកម្លាំងថកហ្នឹងគឺ143 Newton mètreអញ្ចឹងខ្ញុំជឿថាសម្រាប់បងដែលគាត់ត្រូវការប្រើប្រាស់នៅក្នុងក្រុងច្រើនប្រកបជាត្រូវហើយជាមួយនឹងទំហំម៉ាស៊ីនបែបនេះព្រោះទីមួយវាជួយជាមួយនឹងការ save ហើយសម្រាប់បងដែលគាត់ត្រូវចោះខេត្តម្ដងម្កាលក៏អត់បារម្ភដែរព្រោះដោយសារតួរថយន្តក៏វាជាប្រភេទរថយន្ត compact SUV ដូចជាក់ស្ដែងកម្ពស់ពីដីមកបាតឡានគឺ158 មីលីម៉ែត្រអញ្ចឹងសម្រាប់បងដែលគាត់ត្រូវបើកទៅខេត្តបើករៀងលឿនតិចអញ្ចឹងទៅក៏គាត់អត់បារម្ភថាខ្លាចកោះបាតឬក៏អីដែរអូខេអញ្ចឹងការ design រូបរាងផ្នែកខាងមុខមានប៉ុណ្ណឹងឥឡូវយើងត្រឡប់មកមើលផ្នែកខាងគៀនវិញម្ដងអញ្ចឹងពាក់ព័ន្ធជាមួយនឹងយ៉ាន់កង់ជាប្រភេទអាលុយមីញ៉ូមដែលការ design របស់គេគឺស្អាតខ្លាំងមែនទែនពណ៌ទឹកប្រាក់លាយជាមួយនឹងខ្មៅអញ្ចឹងណាយើងបើកទៅតាមផ្លូវខ្ញុំជឿថាកាន់តែ cool ឥឡូវយើងតមកមើលនៅផ្នែកខាងក្រោយអញ្ចឹងបើសិនជាសួរខ្ញុំថាការ design រូបរាងកន្លែងណាខ្ញុំចូលចិត្តជាងគេប្រកាសជា stop នៅផ្នែកខាងក្រោយនេះព្រោះសម្រាប់ខ្ញុំចូលចិត្តខ្លាំងមែនទែននៅពេលដែលមាន LED កាត់មួយឆ្នូតនៅផ្នែកខាងក្រោយអញ្ចឹងនៅពេលដែលយើងបើកពេលយប់ឬក៏ទីងងឹតអីផ្សេងវាលើកសម្រស់ឡានរបស់យើងឡើងមួយកម្រិតទៀតផងដែរហើយក៏ចង់បញ្ជាក់ជូនបងប្អូនដែរថាពាក់ព័ន្ធជាមួយនឹងទៅលើទំហំក្លុបវិញថាតើទំហំក្លុបប៉ុណ្ណាអញ្ចឹងណាអូខេអញ្ចឹងឥឡូវអាចមើលបានទាំងអស់គ្នាសម្រាប់ខ្ញុំទំហំក្លុបប៉ុណ្ណេះជាមួយនឹង compact SUV ខ្ញុំអត់មានបញ្ហាមួយវាទេយើងអាចខ្ញុំគិតថាដាក់អវ៉ាន់បានច្រើនមែនទែនបើសិនជាបងប្អូនទៅខេត្តដើរលេងដាក់វ៉ាលីដាក់អីយើងអត់បារម្ភដូចគ្នាអូខេអញ្ចឹងការ design រូបរាងផ្នែកខាងក្រៅមានប៉ុណ្ណឹងឥឡូវយើងចូលទៅផ្នែកខាងក្នុងវិញម្ដងតោះអូខេអញ្ចឹងឥឡូវសូមបញ្ឆេះមុនសិនហើយក៏ចង់បញ្ជាក់ថា GTV សុបិនក៏មានមកជាមួយនឹង Smart Key ដូចគ្នាអញ្ចឹងតម្លៃក្រោម$20,000ក៏ប៉ុន្តែមាន Smart Key ដូចឃើញស្រាប់អញ្ចឹងណាបញ្ឆេះអីគឺចុចជាឆេះអូខេអញ្ចឹងអីដែលខ្ញុំចាប់អារម្មណ៍ដំបូងបំផុតរបស់ GTV គឺពាក់ព័ន្ធជាមួយនៅលើពេលបញ្ឆេះអញ្ចឹងនៅពេលបញ្ឆេះកុងទ័រខាងមុខនេះគឺគេបង្ហាញ logo GTV Motor ហើយនៅខាងស្ដាំនេះគឺគេដាក់ថារថយន្តជាតិដំបូងគេរបស់ប្រទេសកម្ពុជា cool ខ្លាំងមែនតើហើយក៏ចង់បញ្ជាក់ជូនបងប្អូនដែរថាបើសិនជាយើងនិយាយទៅលើ compact SUV បងប្អូនប្រកាសជាគិតដំបូងទៅលើរឿងថាតើខាងក្នុងប្រើពូកស្បែកអត់មានទំហំប៉ុណ្ណាអីប៉ុណ្ណីអញ្ចឹងណាអញ្ចឹងជាក់ស្ដែងប្រើជាប្រភេទស្បែកអញ្ចឹងពូកស្បែកទាំងអស់តាបឡូក៏ស្បែកដៃទ្វារអីក៏ស្បែកគឺសិតតែស្បែកទាំងអស់ហើយសម្រាប់ space សម្រាប់ខ្ញុំគិតថាប៉ុណ្ណេះគឺអែមអត់បារម្ភទេ compact SUV នេះបងប្អូនឃើញស្រាប់អញ្ចឹងខ្ញុំអង្គុយមកស្រួលខ្លួនអត់បារម្ភទេគឺយើងអាចអង្គុយបានស្រួលខ្លួនអញ្ចឹងណាបន្តមកទៀតយើងពាក់ព័ន្ធជាមួយទៅលើរឿងចង្កូតវិញម្ដងអញ្ចឹងចង្កូតនេះបាត់ទៅបាត់មកបានធូរល្អហើយមានប៊ូតុងបញ្ជាច្រើនមែនតើអញ្ចឹងមានពាក់ព័ន្ធជាមួយទៅលើរឿងចម្រៀងតន្ត្រីអីផ្សេងខាងស្ដាំអីចឹងទៅពាក់ព័ន្ធជាមួយប្រព័ន្ធសុវត្ថិភាព Cruise Control គឺនៅផ្នែកខាងឆ្វេងនេះជាដើមហើយនៅខាងមុខខ្ញុំនេះគឺជាកុងទ័រ Digital ទំហំ7 inch ដែលបង្ហាញព័ត៌មានច្រើនមែនតើsensor កង់អីផ្សេងក៏មានបង្ហាញនៅក្នុងនេះផងដែរហើយពាក់ព័ន្ធជាមួយ graphic វិញសម្រាប់ខ្ញុំអត់មានបញ្ហាទេ graphic របស់គេបង្ហាញមកបានស្អាតល្អអញ្ចឹងណាអញ្ចឹងកុងទ័រនេះគឺបង្ហាញព័ត៌មានច្រើននៅខាងក្នុងនេះអញ្ចឹងទៅងាកមកផ្នែកខាងស្ដាំគឺជាអេក្រង់ទំហំ 10.25 inch touch screen យើងអាចអូសទៅអូសមកថែកចុចបានរលូនមែនតើអញ្ចឹងណាហើយអេក្រង់នេះក៏វាបង្ហាញមកជាមួយនឹងកាមេរ៉ានៅផ្នែកខាងក្រោយផងដែរអញ្ចឹងនៅពេលដែលយើងអញ្ចែមានកាមេរ៉ានៅផ្នែកខាងក្រោយហើយក៏មាន sensor 4នៅផ្នែកខាងក្រោយដូចគ្នាផងដែរចុះមកខាងក្រោមបន្តិចគឺម៉ាស៊ីនត្រជាក់អញ្ចឹងម្លងម៉ាស៊ីនត្រជាក់យើងអាចចុចសេរីអីតាមចិត្តចង់របស់យើងធម្មតាអញ្ចឹងណាហើយបន្ថែមពីនេះដូចបងប្អូនបានដឹងអញ្ចឹងរយៈក្រោយនេះយើងមានជាខ្យល់ពុលយើងមានអីអញ្ចឹងទៅអញ្ចឹងម៉ាស៊ីនត្រជាក់របស់ GTV សុបិនក៏មានមកជាមួយនឹងមុខងារប្រសិទ្ធខ្យល់ CN95 បន្ថែមផងដែរចុះមកខាងក្រោមយើងមានរន្ធសាកថ្មពីរកន្លែង
run 12V កន្លែងយើងដាក់ទូរស័ព្ទយើងអាចបើកបរអញ្ចឹងទៅយើងអាចទុកទូរស័ព្ទចោលអញ្ចឹងទៅ cool ហើយកន្លែងនេះគឺចង្កឹះលេខអញ្ចឹងចង្កឹះលេខដូចខ្ញុំបញ្ជាក់ជូនបងប្អូនអញ្ចឹងគឺជាប្រភេទ CVT ងាយស្រួលច្រើននៅពេលដែលយើងបើកបរព្រោះការចូលលេខរបស់វា smooth អញ្ចឹងណាអញ្ចឹងមិនថាក្នុងក្រុងក្រៅក្រុងអីទេគឺការចូលលេខរបស់ CVT គឺ smooth ខ្លាំងមែនទែនជាពិសេសតាំងម៉ាស៊ីនតាំងប្រអប់លេខគឺមកពីខាងរោងចក្រ Cherry អញ្ចឹងបងដែលគាត់នៅក្នុងវិស័យយានយន្តឬក៏បងដែលគាត់អាសាមើលវីដេអូខ្ញុំគាត់ដឹងហើយ Cherry គឺជាក្រុមហ៊ុនធំមែនទែនអូខេតមកទៀតយើងមានពាក់ព័ន្ធជាមួយនឹងប៊ូតុងបជាពាក់ព័ន្ធជាមួយនឹងចម្រៀងអីផ្សេងៗគឺនៅខាងនេះយើងសេរីទៅសេរីមកសលេងអីប៉ុណ្ណាយើងមានប៊ូតុងនេះហើយក៏មានមកជាមួយនឹងប្រាក់ដៃ electronic auto hold ក៏មានដូចគ្នាផងដែរអញ្ចឹង auto hold បើកបោះក្នុងក្រុងខ្ញុំ big fan ហ្មងព្រោះស្រួលខ្លាំងមែនទែនយើងមិនបាច់អង្គុយតែជន់ប្រាំងឲ្យវាចុកជើងរហូតទេអញ្ចឹងមាន auto hold is a check cool បន្តមកទៀតយើងមានកន្លែង cup holder 2ដាក់កែវទឹកបាន2បន្ថែមអញ្ចឹងណាខ្ញុំកំពុងតែដាក់ជាមួយនឹងសោ smart key របស់ GTV សុបិនហើយកន្លែងនេះក៏មានកន្លែងដាក់អវ៉ាន់បានបន្ថែមផងដែរជារួមហ្មងសម្រាប់ខ្ញុំខាងក្នុងនេះបើសិនជាយល់ថាខ្ញុំចូលចិត្តអីគេជាងគេគឺពូកស្បែកមានមុខងារ function ដែលខ្ញុំត្រូវការដូច auto hold អីផ្សេងៗហើយជាពិសេសមិនសិនតិចមានមុខងារបសុកខ្យល់អញ្ចឹងសម្រាប់បងដែលគាត់បើកក្នុងក្រុងឬក៏បងដែលគាត់មានកូនតូចអីគាត់អត់បារម្ភថាខ្យល់ពីខាងក្រៅហ្នឹងចូលមកខាងក្នុងឡានហ្នឹងអត់បរិសុទ្ធឬក៏ប៉ះពាល់ជាមួយនឹងសុខភាពរបស់គាត់ទេហើយពាក់ព័ន្ធជាមួយទំហំ space សម្រាប់ខ្ញុំក៏ខ្ញុំទទួលយកដែរអត់បារម្ភថាអូខេលោវាជាអៀតអីទេសម្រាប់ខ្ញុំអូខេអញ្ចឹងឥឡូវយើងទៅមើលខាងក្រោយម្ដងថាតើមានទំហំប៉ុណ្ណាតើអូខេមកដល់ផ្នែកខាងក្រោយបងប្អូនប្រកាសជាសួរទៅលើរឿងទំហំតើទំហំប៉ុណ្ណាជាអៀតអត់បាត់ពិសោធន៍ជាក់ស្ដែងហ្មងមានកន្លែងដាក់ជើងមកធំមកផ្ទាំងធំហើយនេះមិនមែនខ្ញុំសេរីកៅអីខាងមុខឲ្យវាខិតទៅមុខអីអត់ទេណាមុននឹងខ្ញុំអង្គុយប៉ុណ្ណាមកស្រួលខ្លួនប៉ុណ្ណានៅប៉ុណ្្នឹងដដែលហើយនៅតែមាន space ដាក់ជើងបានបន្ថែមអញ្ចឹងបើសិនជាសួរខ្ញុំថា space ខាងក្រោយរបស់ GTV សុបិនប៉ុណ្ណាសម្រាប់ខ្ញុំមនុស្សប៉ុនខ្ញុំ3នាក់អង្គុយខាងក្រោយនេះអត់មានបញ្ហាទេបន្ថែមពីហ្នឹងក៏មានកន្លែងដាក់អវ៉ាន់ច្រើនដែរកន្លែងនេះយើងអាចដាក់អវ៉ាន់បានកន្លែងនេះយើងអាចដាក់កែវទឹកបានហើយក៏មានមកជាមួយនឹងម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយនិងរុនសាក់ថ្មផ្នែកខាងក្រោយដែរអញ្ចឹងអ្នកអង្គុយផ្នែកខាងក្រោយអត់បារម្ភទៅលើរឿង space និងក្តៅទេព្រោះមានម៉ាស៊ីនត្រជាក់មាន space ទលាយអញ្ចឹងណាអូខេអញ្ចឹងនេះគឺជាផ្នែកខាងក្នុងរបស់ GTV សុបិនសរុបមកវិញបើសិនជាសួរថាតើ GTV សុបិនមានអីចាប់អារម្មណ៍មានអីពិសេសខ្លះសម្រាប់ខ្ញុំឃើញថាមានច្រើនទី1 compact SUV ដែលខាងក្នុងមាន space ទលាយធំទី2បច្ចេកវិទ្យាដែលយើងត្រូវការប្រើប្រាស់ប្រចាំថ្ងៃដូច sensor ដូចកាមេរ៉ាអេក្រង់ touch screen counter digital auto hold អីផ្សេងៗក៏មាននៅក្នុងនឹងបន្ថែមផងដែរទី3ពាក់ព័ន្ធជាមួយនឹងម៉ាស៊ីនអញ្ចឹងម៉ាស៊ីនក៏ធំដែរ 1.5 សម្រាប់ compact SUV សម្រាប់ខ្ញុំគិតថាអូខេហើយពាក់ព័ន្ធជាមួយនឹងតម្លៃក្រោម$20,000អញ្ចឹងបើសិនជាបងប្អូនចង់រកមើលឡានដែលថាតម្លៃធូរក្រោម$20,000កពស់ compact SUV ម៉ាស៊ីន 1.5 ខ្ញុំអាច recommend ថាបងប្អូនអាចមក check មើលជាមួយនឹង GTV សុបិនហើយនៅក្នុង showroom នេះក៏មិនមែនមានតែ GTV សុបិនដែរអញ្ចឹងយើងមានច្រើនយើងមានកែនតាំងម៉ាស៊ីនសាំងម៉ាស៊ីន plug-in hybrid plug-in hybrid ខ្ញុំក៏ធ្លាប់បានធ្វើវីដេអូខ្លីផងដែរដែលយើងនិយាយពីពាក់ព័ន្ធថាតើសាកមកពេញជិះបានរហូតដល់200គីឡូម៉ែត្រអីចឹងណាហើយក៏មានគោព្រៃដែរឡាន pick up ទំហំធំខ្ពស់ដែលកំពុងតែតាក់ចិត្តបងប្អូនយើងច្រើនមែនទែនក៏មាននៅក្នុង showroom នេះផងដែរអញ្ចឹងបើសិនជាបងប្អូនចង់មើល model ណាអាចអញ្ជើញមក showroom របស់ GTV បានដែលគាត់មាន2សាខាអញ្ចឹងនៅខាងទូកុកដែលគាត់ជាប់ជាមួយនឹងរបងពេទ្យកម្មាជាតិណាទល់មុខនឹងសាលា Techno ហើយនឹងសាខាទី2នៅផ្លូវ60ម៉ែត្រផ្សារមានជា Avenue បងប្អូនអាចអញ្ជើញមកមើលបានហើយព័ត៌មានបន្ថែមពីខាង GTV អីខ្ញុំនឹងទុកទៅលើ caption ខាងលើបើសិនជាបងប្អូនចង់ឃើញខ្ញុំធ្វើវីដេអូពាក់ព័ន្ធជាមួយនឹងឡានផ្សេងៗក៏អាច drop នៅក្នុង comment ខាងក្រោមបានដែរពួកយើងនឹងតាមដានរាល់ comment ទាំងអស់អរគុណសម្រាប់ការទស្សនាពីខ្ញុំវិទូហើយយើងនឹងជួបគ្នានៅវីដេអូក្រោយជំរាបលា